ដល់រដូវខែស្តៅហើយបើសិនជាអត់បានញ៉ាំមកមុខនេះទេច្បាស់ជាស្ដាយក្រោយហើយអញ្ចឹងហើយតន់មិនតន់អស់ខែស្ដៅអញ្ចឹងហើយឆ្លៀតធ្វើឲ្យហើយគឺញ៉ាំស្ដៅជាមួយនឹងមីសួរហើយសាច់ជ្រូក3ជាន់និយាយថារសជាតិឆ្ងាញ់ខ្លាំងហ្មងបងប្អូនវិធីធ្វើអត់មានអីពិបាកទេជាដំបូងនេះគឺខ្ញុំដាំទឹកឲ្យពុះហើយគឺខ្ញុំជ្រុំអំពិលទុំណាជ្រុំអំពិលទុំឲ្យវាចេញជាតិអំពិលចេញឲ្យអស់មកបន្ទាប់មកគឺខ្ញុំដាក់ប្រហុកច្រាមហ្នឹងដាក់ដាំលើភ្លើងហ្នឹងណាជាមួយនឹងទឹកអំពិលទុំហ្នឹងអញ្ចឹងតែម្ដងទៅគឺថាលឿនអញ្ចឹងណាបងប្អូនបន្ទាប់មកគឺខ្ញុំឆ្លៀតស្រោះជាមួយនឹងមីសួរហើយគឺយើងគ្រាន់តែបង់មកភ្លុកហើយបានហើយបន្ទាប់មកគឺខ្ញុំមកធ្វើជាមួយនឹងទឹកជ្រលក់ណាគឺទឹកជ្រលក់សម្រាប់ធ្វើញាំនេះឯងផ្សំមានខ្ទឹមម្ទេសច្រាមម៉ត់មានស្ករមានប៊ីចេងម្សៅស៊ុបទឹកត្រីបន្ទាប់មកយើងធ្វើការច្បល់ឲ្យវាចូលល្បាយតែមួយទៅដោយសារតែខ្ញុំធ្វើជាស្ករត្នោតណាដល់ពេលអញ្ចឹងទៅគឺយើងច្បល់វាឲ្យតទៅរលាយស្ករទៅបងប្អូនចង់ធ្វើស្ករសក៏បានដែរដោយសារតែផ្ទះខ្ញុំគឺញ៉ាំតែស្ករត្នោតទេបងប្អូនដោយសារតែស្ករត្នោតយកមកពីស្រុកល្អមែនតែនហើយឆ្ងាញ់ទៀតដល់ហើយបន្ទាប់ពីធ្វើទឹកជ្រលក់នឹងហើយក៏មានទឹកអំពិលទុំជាមួយនឹងទឹកប្រហុកដែលយើងបានដាំមិញហ្នឹងបងប្អូនគឺយើងដាក់ចូលគ្នាអញ្ចឹងតែម្ដងទៅនិយាយទៅសម្រាប់ញាំមីសួរស្ដៅនេះគឺថាខ្វះអត់បានហ្មងទឹកប្រហុកជាមួយនឹងទឹកអំពិលទុំណាឥឡូវគឺខ្ញុំចាប់ផ្ដើមធ្វើតែម្ដងសម្រាប់បន្លែមានដូចជាការ៉ុតមានខ្ទឹមបារាំងមានប៉េងប៉ោះត្រសក់ខ្ទឹមក្រហមបន្ទាប់មកសាច់ជ្រូកគឺយើងស្ងោរឆ្អិនហើយយើងហាន់វាអញ្ចឹងទៅបន្ទាប់មកដាក់មីសួរចូលហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ទឹកត្រីដែលខ្ញុំបានលាយមិញហ្នឹងណាបងប្អូននិយាយទៅគ្រឿងក្រៅហ្នឹងយើងអាចបន្ថែមបន្ថយតាមនឹងទៀតណានៅពេលដែលយើងភ្លក់ទៅស្ទើរអីអញ្ចឹងណាបងប្អូនហើយបន្ទាប់មកគឺទឹកប្រហុកជាមួយនឹងទឹកអំពិលទុំនេះតែម្ដងនិយាយពីថាអូយក្លិនឡើងឈ្ងុយហ្មងបងប្អូនអើយនិយាយទៅញាំមីសួរស្ដៅនេះបងប្អូនគឺខ្វះមិនបានហ្មងទឹកប្រហុកនេះបើសិនជាបងប្អូនអត់ដាក់ទេអាចថារសជាតិដូចខ្វះអីមួយយ៉ាងអញ្ចឹងណាតែសម្រាប់អ្នកដែលគាត់អត់ចេះញ៉ាំប្រហុកអាចថាអត់ដាក់ក៏បានដែរបន្ទាប់ពីដាក់គ្រឿងក្រៅមានបន្លែមានមីសួរហើយនឹងសាច់អីដាក់ចូលគ្នាអស់ហើយយើងធ្វើការច្បល់ឲ្យវាចូលគ្នាឲ្យវាចូលជាតិគ្នាអញ្ចឹងណាបងប្អូនគឺយើងច្បល់ចោះច្បល់ឡើងឲ្យវាយូរបន្តិចទៅឲ្យវាទ្រមល្អអញ្ចឹងណាបានវាចូលជាតិពេលយើងច្បល់ចូលជាតិគ្នាសពអស់ហើយបន្ទាប់មកចុងក្រោយនេះគឺយើងបន្ថែមជាមួយនឹងជីហើយនឹងស្ដៅដែលយើងមិនអាចខ្វះបានសម្រាប់ស្ដៅនេះគឺថាខ្ញុំបានស្រោចជាមួយនឹងទឹកក្តៅម្សាហើយដើម្បីកុំឲ្យល្វីងខ្លាំងពេកអញ្ចឹងណាសម្រាប់បងប្អូនដែលអត់ចូលចិត្តល្វីងអាចយកទៅស្រោចជាមួយនឹងទឹកក្តៅឲ្យវាអស់ជាតិល្វីងខ្លះសិនទៅណាបងប្អូនបើសិនជាចូលចិត្តល្វីងបងប្អូនអាចថាបើចាំស្រោចទឹកក្តៅក៏បានដែរតែសម្រាប់ខ្ញុំបើសិនជាអត់ស្រោចទឹកក្តៅឲ្យចេញជាតិល្វីងខ្លះទេគឺថាអត់ចេះញ៉ាំទេដោយសារតែល្វីងខ្លាំងពេកអញ្ចឹងទៅគឺខ្ញុំអត់សូវចូលចិត្តអញ្ចឹងណាហ្នឹងតាមចំណូលចិត្តបងប្អូននិយាយពីថាខ្ញុំស្ដៅមីសួរហ្នឹងឃើញបងប្អូនយើងគាត់ធ្វើញ៉ាំយូរហើយប៉ុន្តែខ្ញុំអត់ទាន់បានធ្វើទេទើបតែថ្ងៃនេះទេគឺថាបានមកធ្វើញ៉ាំអញ្ចឹងណាហើយរសជាតិនិយាយពីថាឆ្ងាញ់មែនតែនបងប្អូនហើយនិយាយទៅមិនដែលធ្វើខ្ញុំស្ដៅលើកណាបានឆ្ងាញ់ដូចលើកនេះទេដូចថាលាយគ្រឿងក្រៅគឺត្រូវជាតិតែម្ដងណាបងប្អូនបើជូរវិញគឺមកល្មមតែម្ដងទឹកអំពិលទុំដែលខ្ញុំដាក់មិញហ្នឹងបើសិនជាបងប្អូនចូលចិត្តជូរខ្លាំងហើយមើលតែទឹកអំពិលទុំស្ទើរទេបងប្អូនអាចបន្ថែមជាមួយនឹងក្រូចឆ្មាទៀតក៏បានដែរឥឡូវនេះគឺថាខ្ញុំស្ដៅមីសួររបស់ខ្ញុំហ្នឹងគឺបានឆ្អិនរួចបានលាយគ្រឿងនឹងចូលជាតិគ្នាហើយណាបងប្អូនហើយខ្ញុំដាក់ចានចឹងទៅរត់ទៅតំណងទៀតហើយចុងក្រោយបងប្អូនអាចបន្ថែមជាមួយនឹងសណ្តែកដីទៀតណាបងប្អូនសម្រាប់ខ្ញុំថ្ងៃនេះគឺថាផ្លេចសណ្តែកដីបងប្អូនអើយប៉ុន្តែរសជាតិគឺថានៅតែឆ្ងាញ់អញ្ចឹងសម្រាប់សណ្តែកដីបើសិនជាបងប្អូនខ្លះគឺគាត់អត់ចូលចិត្តគាត់អត់ដាក់ក៏បានដែរប៉ុន្តែខ្ញុំមិនថាអត់ចេះញ៉ាំទេតែថ្ងៃនេះគឺថាខ្ញុំផ្លេចហ្មងបងប្អូនអើយគឺផ្លេចជាមួយនឹងសណ្តែកដីណាចុងក្រោយគេតួឯងសំខាន់ផងប៉ុន្តែមានណាគឺឆ្ងាញ់នៅតែឆ្ងាញ់ចឹងបងប្អូនអើយដោយសារតាធំប្រហុកតិចផងហើយជូរតិចទៀតអូយឆ្ងាញ់ខ្លាំងហ្មងបងប្អូនអើយ